មេរៀនទី53បុណ្យសមុទ្រអំណាចចូលអានអត្ថបទខាងក្រោមរួចឆ្លើយនឹងសំណួរឆ្នេរអូឈើទាលជាទឹកដីដ៏ស្រស់បំព្រងនិងជាឋានសួគ៌ទេសចរណ៍ក្នុងខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជាឆ្នេរនេះស្ថិតនៅភាគនិរតីនៃប្រទេសជាកន្លែងដ៏ល្អប្រណិតសម្រាប់រៀបចំពិធីបុណ្យសមុទ្រលើកដំបូងនៅក្នុងប្រទេសកម្ពុជាព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសបានចូលជាសមាជិកក្លឹបនៃប្រទេសដែលមានឆ្នេរសមុទ្រស្អាតជាងគេលើសកលលោកការប្រារព្ធបុណ្យសមុទ្រនេះធ្វើឡើងថ្ងៃទី31ខែធ្នូឆ្នាំ2011ដោយមានភ្ញៀវជាតិអន្តរជាតិចូលរួមប្រមាណជិត 10,000 នាក់បុណ្យនេះផ្ដោតទៅលើអត្ថន័យសំខាន់4គឺការផ្សព្វផ្សាយតំបន់ទេសចរណ៍លើកកម្ពស់ឧស្សាហកម្មទេសចរណ៍អប់រំនិងថែរក្សាឆ្នេរឲ្យមានសម្រស់ស្រស់ស្អាតនៅក្នុងពិធីបុណ្យនេះមានការប្រគំតន្ត្រីការសម្ដែងក្បាច់គុនបុរាណខ្មែរការតាំងលក់ផលិតផលនិងការដុតកាំជ្រួចកម្មវិធីនេះឆ្លងរហូតដល់ថ្ងៃទី1ខែមករាឆ្នាំ2012ទើបចប់កម្មវិធីប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាដោយមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតទាំង27លើពិភពលោកបានបដិញ្ញាថែរក្សាឆ្នេរសមុទ្រឲ្យមានអនាម័យនិងមានសោភ័ណភាពល្អប្រណិតពោលគឺទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាកម្មល្អរួមគ្នាសម្អាតបរិស្ថានឆ្នេរសមុទ្រយើងការរៀនពាក្យកអំណាចពាក្យទេសចរអានថាទេសចរសោភ័ណភាពអានថាសោភ័ណភាពសេវាកម្មអានថាសេវាកម្មខបញ្យលពាក្យទេសចរនាមការធ្វើដំណើរកម្សាន្តសុវត្ថិភាពនាមការប្រកបដោយសេចក្តីសុខគោបដិស័ព្ទបនផ្ទុយបាបល្អផ្ទុយអាក្រក់ខោវេវចនៈស័ព្ទនិងពាក្យប្រទេសនគរបុរី